សួស្តីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ប្រឡំនេះថ្ងៃនេះដែរយើងនឹងមកធ្វើការស្ដាប់ជាមួយនឹងសាច់រឿងយើងជាបន្តទៀតនៅក្នុងរឿងតើត្រូវរងចាំដល់ពេលណាថាតើសាច់រឿងជាបន្តនៅក្នុងវគ្គ2នេះវាមានអត្ថន័យយ៉ាងណាតោះទៅស្ដាប់ទាំងអស់គ្នាហេតុភេទមួយមិនប្រក្រតីផ្ដល់មកឲ្យខ្ញុំនៅអារម្មណ៍អន់ចិត្តមិនសប្បាយចិត្តជាខ្លាំងដូចជាមានអារម្មណ៍ថាគ្រប់យ៉ាងអាចនឹងមានបញ្ហាស្រាប់តែនៅថ្ងៃច័ន្ទដែលខ្ញុំចូលធ្វើការជួបគេភ្លាមបាននិយាយប្រាប់ខ្ញុំថាល្ងាចនេះពេលចេញទៅផ្ទះមានរឿងសំខាន់ត្រូវជជែកគ្នាខ្ញុំមិនបានគិតរហូតថាតើវាគឺជារឿងមិនល្អឬទេច្បាស់ណាស់បើមើលតាមការបាត់ស្រមោលរបស់គេប៉ុន្តែមិនដឹងថាជារឿងអ្វីមិនដឹងថាគេជួបប្រទះអ្វីខ្លះនោះទេល្ងាចនោះខ្ញុំបានបន្តច្បាប់មិនទៅរៀនទេហើយចេញទៅជួបគេពេលនោះដែរគេប្រាប់ខ្ញុំថាប្តីគេបានរកឃើញបងប្អូនមកពីប្រទេសអូស្ត្រាលីដែលបានបែកគ្នាទៅអស់រយៈពេលជាច្រើនឆ្នាំពួកគេមានគម្រោងចង់ឲ្យស្រស់ហ្នឹងទៅរស់នៅឯនីសមុទ្រដែរខ្ញុំឮហើយគិតថាវាមិនមែនជារឿងមិនល្អឡើយខ្ញុំជួយអជំនួសគេក្នុងសភាពជាមនុស្សស្រឡាញ់គ្នានិងគិតពីអនាគតគ្នាស្រាប់តែគេប្រាប់ខ្ញុំថារឿងកន្លងមកឲ្យខ្ញុំទុកជាអតីតកាលទៅចុះវាមិនមែនជាការពិតនោះទេពេលនេះជីវិតគេឈានដល់របត់ថ្មីគេមានកាតព្វកិច្ចគ្រួសារច្រើនមិនអាចសន្យាអ្វីជាមួយខ្ញុំដូចមុនបានឡើយគេមិនគិតថាមិនចង់ឲ្យខ្ញុំរងចាំឮសម្ដីនេះហើយចិត្តខ្ញុំឈឺចាប់ខ្លាំងណាស់យប់នោះខ្ញុំគេងយំដូចជាមនុស្សស្រីអញ្ចឹងខ្ញុំគិតថាបើសិនជាគេស្រឡាញ់ខ្ញុំមែនដូចពាក្យពីមុនម្ដេចក៏មិនទាន់បានទៅដល់ស្រុកស៊ីវិល័យផងក៏ចាប់ផ្ដើមដោះដៃដោះចោលខ្ញុំទៅហើយតើអ្វីទៅដែលជាពាក្យសន្យាថាមិនប្រកាន់ឋានៈឬក៏ផលប្រយោជន៍អ្វីផ្សេងច្រើនខែមកហើយចាប់ពីយើងសេពគប់គ្នាក៏មិនដែលអន់ចិត្តគ្នារឿងអ្វីសោះនៅសុកគេក៏មកប្រកាសយ៉ាងដាច់អហង្ការថាយើងមិនមានអ្វីតាក់ទងគ្នាទេទោះបីមិត្តរួមការងារបង្អាប់ដូចមុនក៏គេបែរជាងោខឹងហើយហាម5អ្នករាល់គ្នាថាកុំឲ្យលេងបង្អាប់អញ្ចឹងតទៅទៀតគេកិច្ចមុខពីខ្ញុំបាត់ធ្វើដូចជាអ្នកដទៃអញ្ចឹងខ្ញុំសួរខ្លួនឯងថាបើត្រឹមតែដំណឹងថាថ្ងៃណាមួយអាចនឹងបានចេញទៅបរទេសសោះគេមិនសមណាដាច់ចិត្តធ្វើដល់ម្លឹងដាក់ខ្ញុំតាមពិតគេប្រហែលជាមានអ្នកផ្សេងនៅទីនោះដែលចង់ធានាយកគេទៅនៅជាមួយឬក៏មានអ្នករៀបការជាមួយគេខ្ញុំចង់សួរគេខ្លាំងណាស់ដូច្នេះក្នុងនាមមនុស្សស្រឡាញ់គ្នាខ្ញុំមិនអាចទប់ចិត្តមិនស្រាវចម្ងល់ទាំងនេះបាននោះទេយប់នោះខ្ញុំបានឆាតទៅគេសួរថាគេមានអ្នកថ្មីហើយមែនទេគេមិនឆ្លើយនឹងខ្ញុំទេស្អែកឡើងមកធ្វើការឆ្លៀតពេលនៅតែ2នាក់គេនិយាយនឹងខ្ញុំថាឲ្យឈប់ឆាតសួរពីរបៀបថាជាគេមានអ្វីតាក់ទងជាមួយខ្ញុំទៀតទៅតើខ្ញុំនឹងគេដែលមានសន្យាជាច្រើនជាមួយគ្នាខ្លាយមកជាគ្មានអ្វីតាក់ទងត្រឹមពេលប្រហែលថ្ងៃតើខ្ញុំគ្មានបេះដូងទេឬអ្វីខ្ញុំប្រាប់គេវិញថាខ្ញុំគ្រាន់តែចង់ដឹងការពិតហេតុអ្វីបានជាខ្ញុំចង់ដឹងមិនបានបើគ្រាន់តែមានបងប្អូននៅបរទេសហេតុអ្វីចាំបាច់បែកគ្នាធ្វើមើលតែខ្ញុំនឹងជាអ្នកមានកំហុសអញ្ចឹងគេស្រែកដាក់ខ្ញុំថាអូខេ DI មិនមានកំហុសទេខ្ញុំជាអ្នកខុសប៉ុណ្ណឹងគ្រប់គ្រាន់នៅចាប់ពីពេលនោះមកយើងក៏មិនដែលបានមានឱកាសអ្វីនិយាយរកគ្នាដែរបុគ្គលិកគ្រប់គ្នាសុទ្ធតែដឹងថារូបគេបានកិច្ចមុខចេញពីខ្ញុំរហូតខ្ញុំជាអ្នករងរបួសស្នេហ៍ហើយទោះឃើញគ្នារាល់ថ្ងៃខ្ញុំមិនហ៊ានទៅនិយាយអ្វីជាមួយគេឬសុំឲ្យឆាតព្រោះខ្លាចគេលោឡាឬក៏ខឹងដោយការស្មានមែនមិនយូរប៉ុន្មានគេក៏បានលីឈប់ពីកន្លែងធ្វើការនោះហើយការតាក់ទងរបស់យើងក៏ត្រូវបានកាត់ផ្តាច់ទាំងស្រុងរយៈពេលច្រើនខែណាស់ខ្ញុំមិនអាចបំភ្លេចគេបាននោះទេនឹងមិនដែលព្រមទទួលថាយើងបែកគ្នារហូតឡើយខ្ញុំតែងតែព្យាយាមតាមសួរដំណឹងអំពីគេ
ប៉ុន្តែវាមានតែព័ត៌មានដែលធ្វើឲ្យខ្ញុំឈឺចាប់តែប៉ុណ្ណោះព្រោះខាងគេមិនដែលចង់ដឹងអ្វីពីខ្ញុំនោះឡើយខ្ញុំធ្លាក់ខ្លួនឈឺម្ដងទៀតព្រោះការហូបចុកមិនគ្រប់គ្រាន់រហូតដល់ម្ដាយខ្ញុំចង់គំរាមថានឹងនាំខ្ញុំត្រឡប់ទៅរស់នៅខេត្តវិញនៅពេលខ្ញុំដេកឈឺនោះខ្ញុំតែងមានក្តីសង្ឃឹមតូចមួយថាយ៉ាងហោចណាស់ក្នុងនាមមនុស្សស្គាល់គ្នាគេទូរស័ព្ទមកសួរសុខទុក្ខខ្ញុំប៉ុន្តែគេមិនបានធ្វើវានោះទេទោះបីយ៉ាងណាក្នុងបេះដូងរបស់ខ្ញុំនៅតែទន្ទឹងពាក្យថាខ្ញុំនឹងរងចាំដល់ថ្ងៃដែលគេភ្ញាក់ខ្លួនអំពីដឹងអំពីជីវិតពិតរបស់ខ្ញុំថាខ្ញុំនៅតែរងចាំគេដូចពាក្យដែលខ្ញុំបាននិយាយថាគេគឺជាប្រពន្ធអនាគតរបស់ខ្ញុំដូច្នេះខ្ញុំមិនផ្លាស់ប្ដូរពាក្យនោះទេការរងចាំនេះវាបានអូសបន្លាយពេល1ឆ្នាំហើយ1ឆ្នាំទៀតរាល់ពេលដែលមានបុណ្យទានពិសេសម្ដងខ្ញុំតែងតែសម្លឹងរកមើលរូបគេនៅក្នុង Facebook ហើយឆ្នាំចុងក្រោយនៃគម្រប់3ឆ្នាំដែលយើងបានបែកគ្នាខ្ញុំលែងបានឃើញ profile របស់គេទៀតហើយខ្ញុំតាមសួរមិត្តភ័ក្តិជិតស្និទ្ធខ្លះគេនិយាយថាស្រស់ដូរ profile ដាក់ឈ្មោះផ្សេងប៉ុន្តែនាងអាកំបាំងណាស់កម្រផុសបំផុតខ្ញុំរកតាមគេប្រាប់នៅតែមិនឃើញនាងដដែលប្រហែលជានាងប្លុកខ្ញុំចោលដោយសារបែបនេះខ្ញុំយល់ថាបើនាងពិតជាលែងមានចិត្តចំពោះខ្ញុំមែនហេតុអ្វីចាំបាច់ប្លុកខ្ញុំធ្វើអីនាងមិនធ្វើដូចធម្មតាទៅនាងមានការលំបាកមែនទេនាងនៅតែស្រឡាញ់ខ្ញុំមែនទេដោយសារតែការគិតបែបនេះខ្ញុំនៅតែបន្តរងចាំនាងម្នាក់ឯងមិនដែលយកភ្នែកមើលអ្នកផ្សេងណាទាំងអស់រយៈពេលដែលខ្ញុំមិនមានអ្នកណាពេលវេលារំលងទៅយូរណាស់ខ្ញុំនៅតែគ្មានអ្នកណាមនុស្សម្នាក់ដែលធ្លាប់និយាយច្បាស់លាស់ជាមួយខ្ញុំនិងដែលខ្ញុំគិតថាគេមិនលេងសើចជាមួយស្នេហានេះមិនដែលទាំងវិលត្រឡប់មកវិញផងតើខ្ញុំមានចិត្តអីទៅផ្ដើមជាថ្មីជាមួយអ្នកណានោះស្រឡាញ់គ្នាអ្នកដតីផ្សេងទៀតដូចជា format ចោលគ្រប់យ៉ាងហើយសារដើមឡើងវិញខ្ញុំគ្មានកម្លាំងធ្វើទេទោះបីគ្រប់គ្នាចង់ឲ្យខ្ញុំបំភ្លេចនាងខ្ញុំនៅតែមិនព្រមខ្ញុំរស់នៅតាមរបៀបក្រៀមក្រំក្នុងនាមជាអ្នកទន្ទឹងរង់ចាំគេបែបនេះរហូតដល់គ្រប់គ្នាលែងខ្វល់ណែនាំឲ្យយោបល់ខ្ញុំទៀតថ្ងៃមួយខ្ញុំបានជួបអ្នកចំណូលថ្មីម្នាក់គាត់ឈ្មោះថាបងវុធីអាយុបងខ្ញុំប្រហែលជា 5-6 ឆ្នាំឯណោះប៉ុន្តែគាត់មានអាកប្បកិរិយាដូចជាយុវវ័យរស់រាយតែកំប្លុកកំប្លែងនៅកន្លែងធ្វើការ